បងប្អូនទាំងអស់គ្នាខ្ញុំសូមសួរបងប្អូនរឿងមួយណែបងប្អូនមានបាត់ស៊ីចម្ពូក្នុងប៉ាសពើណាបងប្អូនយកបងប្អូនដាច់វីសាហើយបងប្អូនយកទៅតណាតើបងប្អូនតបានដែលអត់តវីសាណាបងប្អូនបើខ្ញុំដាច់ហើយបងប្អូនដាច់ទៅពីខែ2ហើយតើគេយករបស់ខ្ញុំទៅទុករយៈពេល4ខែបងប្អូនកាត់លុយអស់លីងហើយអស់ម្នាក់14000ណាបងប្អូនគាត់ថាវីសា2ឆ្នាំអស់ម្នាក់14000ខ្ញុំធ្វើ4នាក់អស់3នាក់អស់គាត់យក40000តែគាត់កាត់លុយអស់ហើយបងប្អូនតាពីខែ2យករបស់ខ្ញុំទៅឥឡូវគាត់យកមកឲ្យខ្ញុំវិញគាត់ថាធ្វើអត់កើតទេស្ថានទូតគេអត់ធ្វើការទេគេឡាយមានចំនួនព្រំដែននឹងថៃគេអត់ធ្វើការទេនេះខ្ញុំចង់សួរពីបងប្អូនខ្មែរយើងដែលរស់នៅប្រទេសថៃមកធ្វើការនៅប្រទេសថៃដែលមានបាត់ស៊ីចម្ពូតវីសាថ្មីនេះដាច់វីសាក៏យកទៅតនេះតើបងប្អូនតបានឬអត់ឬក៏ដូចរបស់ខ្ញុំដែលពាក្យដែលសម្ដីដែលតាកែខ្ញុំប្រាប់ខ្ញុំចង់ដេញចម្លើយណាបងប្អូនចង់ដេញកន្លែងនេះតើបងប្អូនតបានឬក៏មិនបានជួយប្រាប់ខ្ញុំផងជួយខមមិនប្រាប់ខ្ញុំខាងក្រោមផងណាបងប្អូនអរគុណទុកជាមុនបងប្អូនទាំងអស់គ្នា